ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពខ្ញុំទៅលេងវត្តជុកវ៉ាគេធ្វើសង្ក្រាន្តអញ្ចឹងបងប្អូនហើយមកនេះមកពេលយប់ទេបងប្អូនព្រោះពេលថ្ងៃយើងរវល់ធ្វើការអញ្ចឹងបងប្អូនពេលថ្ងៃខ្ញុំជិះកាត់តាមហ្នឹងគឺមនុស្សមកច្រើនបងប្អូនថ្ងៃនេះយប់ផងមនុស្សប៉ុណ្ណឹងចូលទៅរាល់ថ្ងៃអញ្ចឹងបងប្អូនហើយបន្ទាប់មកយើងចូលបុណ្យសិនមុននឹងយើងចូលក្នុងអញ្ចឹងបងប្អូនចាំមើលសកម្មភាពទាំងអស់គ្នាខាងក្នុងមិនទៀតបងប្អូនអញ្ចឹងហើយថាអូមនុស្សគឺច្រើនមែនតើបងប្អូនហើយថារឿងរបស់ហូបអីមិនខ្វះទេបងប្អូនក្នុងវត្តហ្នឹងគេលក់អីអីចឹងបងប្អូនបន្ទាប់មកគេពងច្រៀងបដាបងប្អូនតារាអញ្ចឹងបងប្អូនហើយនេះជាស្រីស្រីយ៉ាងអីចឹងគាត់ទិញរៀបចំទិញខោអាវទិញអីចឹងបងប្អូនហើយបន្ទាប់មកទិញខោអាវទិញអីហើយយើងក៏នាំគ្នាមកមើលកន្លែងគេគប់ពីប៉ោងគប់អីហ្នឹងបងប្អូនហើយថ្ងៃហ្នឹងមកជួប idol របស់យើងបងប្អូនហើយគឺសុបញ្ញាបងប្អូនគាត់មកគប់ពីប៉ោងដែរអញ្ចឹងបងប្អូនហើយពេលនោះឃើញអីវ៉ាន់នឹងច្រើនអញ្ចឹងឃើញគេគប់នីសវាយអញ្ចឹងបងប្អូនហើយនោះ idol របស់យើងបងប្អូននោះគប់ហ្នឹងឃើញចុងគេហ្នឹងអាយសហ្នឹងបងប្អូនហ្នឹងសុបញ្ញាបងប្អូនហើយគាត់មកលេងសង្ក្រាន្តហ្នឹងដែរបងប្អូនហើយបន្ទាប់មកនិយាយថាឃើញគេគប់សវាយអញ្ចឹងបងប្អូនបងគាត់ចូលគប់ដែរនិយាយថា idol សុបញ្ញារបស់យើងគឺនៅក្រៅគឺស្អាតមែនតើបងប្អូនខ្ញុំមុនវងច្រឡំថាមែនទេពេលមើលយូរទៅចុះ idol អីតានេះបងប្អូនពេលខ្ញុំថតចិត្តបានដឹងថាអូ idol ពិតប្រាកដមែនហ្នឹងគាត់មកលេងបងប្អូនហើយនៅក្រៅរៀងគាត់តូចស្អាតបងប្អូនហើយនេះបងអ្នកធ្វើការជាមួយខ្ញុំគាត់គប់ពេលប៉ោងហើយគាត់ចំគប់10គ្រាប់ជាងបងប្អូនហើយបានតែមួយមិនទៅ10គ្រាប់ខ្ញុំឃើញតែកតាច្រើនអញ្ចឹងគប់ដល់ហើយគប់យកមួយដែរហើយអញ្ចឹងបងប្អូនហើយឲ្យគាត់គប់មុនចាំមើលគាត់គប់បានអត់អញ្ចឹងបងប្អូនមិនថាបើគាត់បានទេទូខ្ញុំតែគប់ម្ដងអញ្ចឹងបងប្អូនហើយថាគប់10គ្រាប់គឺបានតែមួយគត់ទេបងប្អូនគប់ត្រូវតែវាឡងគប់ត្រូវវាឡងអញ្ចឹងបងប្អូននិយាយថាដល់កមកវាអត់បែកពីប៉ោងហ្នឹងបងប្អូនអញ្ចឹងនេះទៅទៀតខ្ញុំគប់ម្ដងឡើងបងប្អូននេះឲ្យគាត់គប់សិនអញ្ចឹងបងប្អូនហើយមកដល់ផ្លូវមុខនេះខ្ញុំមកគប់ម្ដងអញ្ចឹងបងប្អូនគប់ជាមួយ idol សុបញ្ញាអញ្ចឹងបងប្អូននេះឃើញខ្ញុំរៀបចំគប់នោះគាត់នៅចិត្តគ្នាហ្នឹងបងណាខ្ញុំគប់5គ្រាប់ទេគប់អត់មានបានមួយបងគាត់10គ្រាប់មិនគាត់បានមួយបើខ្ញុំ5គ្រាប់ទៅទេបងប្អូនអើយនិយាយទៅគប់ខុសគប់លើគប់ក្រោមវាភ្លេចក្បាច់គុណអស់ហើយក្បាច់គុណចាស់អញ្ចឹងបងប្អូនហើយបន្ទាប់មកយើងក៏ដើរមកមុខអញ្ចឹងយើងមកថតរូបថតអីទុកជាអនុស្សាវរីយ៍ឆ្នាំក្រោយទៀតអញ្ចឹងបងប្អូនហើយនេះក៏មកកន្លែងសង្ក្រានយើងនេះកន្លែងសង្ក្រានគេកន្លែងគេចូលនេះខ្ញុំបានចូលកន្លែងគេច្រៀងមិញបងប្អូនតោះមកយើងមកអីហូបទិញពងទា4-10គ្រាប់អីចឹងទៅហូបអញ្ចឹងបងប្អូនហើយបងគាត់ទៅផ្ទះមុនគាត់មិត្តភក្តិគាត់ហៅទៅណាទៅណីអញ្ចឹងមិនដឹងដែរបងប្អូនហើយបន្ទាប់មកខ្ញុំមកពីអ្នកភរិយារបស់ខ្ញុំហ្នឹងបងប្អូនហើយចូលក្នុងនេះមកមើលគេលេងហ្គេមលេងអីចឹងបងប្អូនពេលយប់ចឹងគេលេងល្បែងប្រជាប្រិយបងប្អូនគេរាំវងរាំអីចឹងទៅពេលថ្ងៃគេរាំរីមិចអីចឹងទៅបងប្អូននេះពេលយប់នេះគេមកលេងហ្គេមចឹងនិយាយទៅអ្នករោងចក្រខ្ញុំគាត់ក៏លេងហ្គេមដែរបងប្អូននៅគេថាមើលទៅសុវ័យបងប្អូនហើយនេះបន្ទាប់មកក៏មកស្ទុះទៀតបងមីនីក៏តែមកខ្ញុំអីហ្នឹងហើយនេះបងតាបងអីក៏តែមកខ្ញុំចឹងហើយក៏ជួបគ្នាបានគ្នារៀងច្រើនតិចចឹងបងប្អូនបងមីនីបងតាវអីហ្នឹងធីអីហ្នឹងគាត់មកក្រោយខ្ញុំទាំងបងប្អូនខ្ញុំដើរឡើងស្ទុះហើយគាត់ទៅមកក្រោយអញ្ចឹងហើយក៏នាំគ្នារកកន្លែងហូបអីចឹងបងប្អូនហើយបន្ទាប់មកយើងក៏ដើរទៅខាងក្នុងទៀតចឹងបងប្អូនហើយក៏ជូនប្រពន្ធគាត់ទិញអីចឹងទិញកៅអៅទិញអីចឹងស្រីគេមើលកៅអៅចឹងបងប្អូនបងមីនីប្រពន្ធគាត់ហើយធានេះក៏ចាំមើលប្រពន្ធគាត់ទិញកៅអៅទិញអីចឹងបន្ទាប់មកយើងមករៀងយូរដែរបងប្អូនចឹងយើងនាំគ្នាទៅផ្ទះវិញហើយវីដេអូនេះមានប៉ុណ្ណឹងបងប្អូនបើពេញចិត្តជួយចែកម្លែកម្នាក់វិញផងហើយកុំភ្លេចជួយ follow page ខ្ញុំម្នាក់វិញផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតសូមអរគុណ